នៅ Costco នេះគេហៅ Rockfish ថ្ងៃនេះមក Costco បងប្អូនស្បូត្រីណាឲ្យតែថាយើងទៅពីព្រឹកហើយត្រីសាម៉ិនហ្នឹងគឺថាមានរាល់ថ្ងៃមានពីរធឺត្រីធម្មជាតិនិងត្រីគិញ្ចឹមបងប្អូននេះត្រីច្រោតនេះញ៉ាំឆ្ងាញ់ប៉ុន្តែវារៀងឆ្អឹងតិចបងប្អូនតែរៀងទុយវាមិនសូវមានធំដូចត្រីសាម៉ិនហើយស្បូនឹងត្រីក្រហមដែរអូនតែងតែ comment សួរខ្ញុំនេះនៅ Costco នេះគេហៅ Rockfish នេះ1968នេះនៅ Costco នេះបងប្អូនសាច់ក្រក brand នេះបងប្អូនតែងតែ comment សួរខ្ញុំថាទិញនៅណាហើយម៉ាក់អីនេះបងប្អូននេះហើយនៅ Costco តម្លៃវា16.49ថាបងប្អូននៅក្នុងមួយដុំចឹងមាន4កញ្ចប់នេះមានសាច់ជ្រូកច្រាំដែរ10.99មកចង់ទិញអលឹកធំបងប្អូនអត់មានតែទូចហើយ2.7.99ផ្លែតបែកនេះមកគ្រាន់តែឈោចិត្តបងប្អូនឡើងក្អូបហ្មងនេះតម្លៃ7.99ទឹមមកកេះចេះ5ផ្លែ$10ប៉ុន្តែឡើងខូចអស់លឿនតែឲ្យខ្លែនោះទូចញ៉ា air fryer ទូចនេះម៉ាក់ Ninja ហើយលក់124ស្អាតខ្ជូតបងប្អូននេះនៅខាងក្នុងវាមាន3ឲ្យទូចថ្មស្អាតនេះដាក់ឡើងពេញផ្ទះនេះon sale 100ហើយឡើងថ្ងៃនេះចុះនៅសម79ចុះ$20នេះខ្ជូតបងប្អូនផ្ទះនេះក៏ on sale ដែរបងប្អូន$57ចុះ12សល់45 Costco យូរមកម្ដងបងប្អូនចេញនំប្លែករហូតបងប្អូនមើលទំនងឆ្ងាញ់តែ lemon អត់សូវចូលចិត្តញ៉ាំទេបងប្អូន lemon បើ cream cheese នេះឆ្ងាញ់បងប្អូនជាមួយនឹងblueberry ក៏ឆ្ងាញ់ដែរ blueberry muffin នេះឆ្ងាញ់ហ៎បងប្អូនកាលពីមុនធំឥឡូវវាធ្វើមករៀងទូចចាស់មើលទៅគួរចង់ញ៉ាំBetter one? Yeah, because see how light colored this is? You don't want it. It's green. Oh, okay. Yeah, it's no flavor. It's not sweet. We have picked the one that has no flavor, and then we picked the one that has flavor, and then it was like, we never picked the right. What about the outside? We worried about the Costco ក៏ថាឲ្យរើសណារៀងកម្ៅបានផ្អែមបងប្អូន Like the cantaloupe. នេះក៏ឲ្យរើសរបៀបរៀងខ្មៅចេះបងប្អូនតែយើងមើលដូចរៀងជាប់ហើយឃើញនេះស្វះល្អដល់ហើយចិត្តញ៉ាំនេះបងប្អូនហៅ Golden Hammy ឆ្ងាញ់ហើយផ្អែមហើយស្រួយទៀតមួយផ្លែតែ4.99នេះបងប្អូនចូលចិត្តផ្អែមឆ្ងាញ់បងលីឈីតម្លៃវា6.99ថា$7ល្អបងប្អូនមកផ្អាប់ច្រើនដែរមកផ្អាប់វា1ផោនកន្លះred cherry នេះក៏ថោកដែរបងប្អូនតែ$5.89ចុះ$2នេះបងប្អូនម្នាក់